មើលរូបឆង់បុកកន្លែងទាហានខ្មែរទាហានថៃប៉ះគ្នាចោតគ្នាទៅវិញទៅមកល្បាតពេលម៉ោង5ទោះសង្គ្រាមពេលម៉ោង5ទោះគ្រាប់ពេលម៉ោង5តើមានដៃទី3ដែរឬទេពីព្រោះកន្លែងហ្នឹងចាំមើលផែនទីកន្លែងហ្នឹងគឺកន្លែងត្រេកកោណមានដែលកន្លែងជួញដូរគ្រឿងញៀនរបស់ទាហាន GI អាមេរិកហើយនឹងទាហានថៃពីអតីតកាលហើយកើតតាមជីដែនវ៉ាក្រហមទាំងជើងទាំងត្បូងកើតមាននៅកប៉ាល់ហោះទាំងសងខាងកវ៉ាល់ជុំវិញប្រទេសថៃពោពេញទៅដោយការសាងសង្គ្រាមឡើងនេះបងប្អូនចាំបានទេដោយសារពេលទឹកជញ្ជីនវត្តចូលប្រទេសដល់ផ្ទះភ្លាមមិនដាច់ពុកតាមទៅដល់ផ្ទះភ្លាមដែរនៅទទួលមិត្តភក្តិតែឃ្លាតឆ្ងាយពីមាតុប្រទេសរបស់ខ្លួនឯងបោះឆ្នោតឈ្នះឆ្នោតខែចុងខែឆ្នោតបបមកទៅខ្មែរមុនគេមកតាមពិតគេទៅស្រុកទៅប្រទេសតាមណាច់មុននេះគឺការសម្ព័ន្ធភាពលើវិទ្យាប្រទេសប៉ុន្តែគ្រាន់តែការរឿងប៉ុណ្ណឹងមិនមែនគ្រាន់តែទេយើងបាត់បង់ទាហានរបស់យើងមួយដែលជាវីរបុរសតាគាត់តែឯកឧត្តមដើម្បីជៀបឲ្យខាងក្រសួងការពារជាតិប្រកាន់ឡើងស័ក្តិឲ្យគាត់បងប្អូនខ្មែរយើងគិតតែហេវាយវាអាខាងសៀមក៏វាយវាគាត់ដាក់តាម7ថ្ងៃចប់ស្រុកខ្មែរហើយនឹងមានការឡើងបើសិនណាជារដ្ឋាភិបាលទាំងពីរមិនស្រឡាញ់គ្នាទៅតែជំរាបជូន ABC របស់យើងតែឆៅព័ត៌មានទៅគ្រប់កន្លែងតែគេចាំថាកុំអាលធ្វើអីទាំងអស់ពីព្រោះយើងវាអាចមានអ្វីមួយយ៉ាងដែលវាមិនអាចកើតឡើងងាយចឹងបាននេះព្រោះពីររដ្ឋាភិបាលគេស្រឡាញ់គ្នាអញ្ចឹងយ៉ាងนั้นទៅស្រួលចង់ឲ្យប្រិមិត្តឃើញរូបភាពមួយពាក់ព័ន្ធជាមួយនឹងទូតរបស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិសូមជម្រាប Isaac to them. Arab, adequate. Mr. President, I have young children. I know what they mean to their families. ហើយមើលរូបទី2